គ្នាខ្ញុំមកពីក្រុមទី6ហើយថ្ងៃនេះខ្ញុំបានបកស្រាយអំពីប្រទេសសត្វគឺជាប្រទេសស្រែដែលជាឯកកោសិកាឬប្រជីពហើយប្រទេសសត្វនេះវារស់នៅទីកន្លែងដូចជាទឹកសាបទឹកប្រៃនិងដីឬក្នុងសារពាង្គកាយផ្សេងហើយបន្ទាប់មកខ្ញុំនឹងនិយាយអំពីអាមេបគឺជាសារពាង្គកាយដែលជាឯកោសិកាដែលមានរូបរាងមិនកំណត់ហើយរស់នៅក្នុងកន្លែងដែលស្អាតដូចជាភក់ទឹកកខ្វក់ជាដើមហើយរូបគុំរបស់អាមេបវាមានមិនអាចកំណត់បានទេហើយរូបគុំរបស់វាគឺមានជាវ៉ាគុយអូភ្លៀសកោសិកាស៊ីតូផ្លាស់ជើងបញ្ឆោតណាយ៉ូនិងវ៉ាគុយអូអាហារហើយបន្ទាប់មកខ្ញុំនឹងនិយាយអំពីការបន្តពូជរបស់អាមេបការបន្តពូជរបស់អាមេបគឺការបន្តពូជដែលឥតភេកហើយវាបានចែកខ្លួនជាពីរដំបូងវាដំឡើងសម្ភារៈដំណពូជរួចធ្វើចំណែកធ្វើណាយ៉ូទីបំផុតហើយកាយក្រោយមកស៊ីតផ្លាស់វាបានបង្កើតទៅជាកោសិកាកូន2មានសម្ភារៈសំណពូជដូចនឹងការកោសិកាមេដែរហើយបន្ទាប់មកគឺការពារអំពីមេរោគនេះការពារពីមេរោគនេះគឺយើងត្រូវបរិភោគអាហារដែលស្អាតដូចជាសន្តានសាច់ឥឡូវយើងត្រូវនេះសម្អិតឲ្យបានឆ្អិនល្អនិងកុំទោបង់នៅក្នុងកន្លែងលាងដៃឲ្យបានស្អាតហើយនឹងសាប៊ូមុននឹងចាប់ចំណីអាហារហើយបន្ទាប់មកយើងនិយាយអំពីប៉ារ៉ាមេស៊ីលគឺជាប្រូតេអ៊ែលដែលមានខ្លួនរំពាំដោយរំញោមសម្រាប់ផ្លាស់ទីបញ្ចូលអាហារនៅក្នុងមាត់ហើយបន្ទាប់មកយើងនិយាយរូបគុំរបស់ប៉ារ៉ាស៊ីមេស៊ីលរូបគុំរបស់ប៉ាមេស៊ីលនឹងមានវ៉ាគុយអូហើយនឹងកោសិកាដែរហើយនឹងចង្កូមមាត់រុនបញ្ចេញស៊ីតូផ្លាស់ហើយនឹងវ៉ាគុយអូអាហារហើយនឹងណាយ៉ូតូចបន្ទាប់មកខ្ញុំនិយាយអំពីការបន្តពូជរបស់ប៉ារ៉េមេស៊ីលហើយការបន្តពូជរបស់មេស៊ីលនេះគឺការបន្តពូជដោយភេទហើយវាបានបែងចែកជាពីរពេលខ្លះវាក៏បន្តពូជដោយឥតភេទតាមដំណើររបស់ការចំនួនរបស់ប្ដូរហើយវិធីបង្ការយើងទៅផឹកទឹកស្អាតអនាម័យខ្លួនលាងដៃជាមួយនឹងសាប៊ូមុនអាហារនិងបន្ទាប់មកយើងត្រូវចូលបង្គន់អនាម័យលាងផ្លែឈើនិងបន្លែឲ្យបានស្អាតបរិភោគអាហារដែលចម្អិនឆ្អិនសម្អាតកន្លែងដែលស្អុយនិងមូសដែលអាចកម្ចាត់ពូជរក្សាបរិស្ថានមិនបញ្ចេញកំណល់ទៅក្នុងទឹកជាដើមហើយសត្វនិយាគឺរស់នៅក្នុងទឹកសាបទន្លេបឹងហើយការបន្តពូជរបស់សត្វនិយាហ្នឹងគឺគេវាមានពីរតភ្ជាប់គ្នាជាបណ្ដោះអាសន្នហើយផ្លាស់ប្ដូរមន្ទីរការស្នូលបន្ទាប់មកបំបាយចេញខ្លួន